ជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍មកកាន់ការផ្សាយរបស់កម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងសូមលើកយកប្រធានរឿងសំខាន់ៗដូចតទៅសេតាវិទូដ៏ល្បីរបស់អាមេរិករិះគន់សង្គ្រាមពាណិជ្ជកម្មរបស់ត្រាំជាមួយចិនថាយុទ្ធសាស្ត្រដែលបរាជ័យប្រធានាធិបតីចិនបញ្ជាក់ថាចិននឹងបើកទីផ្សារដ៏ធំរបស់ខ្លួនជូនកម្ពុជាកិច្ចព្រមព្រៀងនិងកិច្ចសន្យាចំនួន5ច្បាប់ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនដៃជោត្រូវបានចុះហត្ថលេខាជាផ្លូវការគិតត្រឹមខែមេសាឆ្នាំ2025ក្រុមការងារគ្រប់គ្រងគម្រោង FMS ស្ដេចបានការដាក់ឲ្យប្រើប្រាស់ FMS បានចំនួន301ការដ្ឋាននិងមានអ្នកប្រើប្រាស់រហូតដល់ទៅ3683រូបIf you take your credit card and you go shopping and you run up a large credit card debt, you're running a trade deficit with all those shops. Now, it would be pretty strange if you then blamed all the shop owners for having sold you all those things. You're ripping me off, you're ripping me off, you're ripping me off, I'm running a trade deficit. That is the level of understanding of the President of the United States. សេតាវិទូដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកលោក Jeffrey Sachs បានរិះគន់យ៉ាងខ្លាំងចំពោះសង្គ្រាមពាណិជ្ជកម្មថ្មីរបស់ប្រធានាធិបតី Donald Trump ជាមួយនឹងប្រទេសចិនដោយលោកហៅយុទ្ធសាស្ត្រពន្ធគយដ៏សាហាវនេះថាខ្វះចក្ខុវិស័យវែងឆ្ងាយនិងត្រូវតែបរាជ័យលោកបានព្រមានថាការដាក់ពន្ធគយខ្ពស់រហូតដល់ទៅ 125% លើទំនិញនាំចូលពីចិននឹងមិនសម្រេចគោលដៅក្នុងការធ្វើឲ្យសេដ្ឋកិច្ចចិនទន់ខ្សោយឬជំរុញកំណើនឧស្សាហកម្មអាមេរិកនោះទេផ្ទុយទៅវិញវានឹងធ្វើឲ្យសហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យនៃការដាច់ខ្លួនពីសេដ្ឋកិច្ចសកលបាត់បង់ភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិនិងធ្វើឲ្យខូចខាតដល់តុល្យភាពពាណិជ្ជកម្មសេតាវិទូដ៏ល្បីរូបនេះបានបញ្ជាក់ទៀតថាចិនបាននឹងកំពុងធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ជាង160រួមទាំងការពង្រីកទីផ្សារនាំចេញតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវដែលជួយជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពអាស្រ័យលើទីផ្សារអាមេរិកខណៈដែលសហរដ្ឋអាមេរិកកំពុងបាត់បង់ចំណែកទីផ្សារដោយសារគោលនយោបាយពាណិជ្ជកម្មការពារនិយមដែលធ្វើឲ្យអត្រាកំណើននៃការនាំចេញធ្លាក់ចុះនិងប៉ះពាល់ដល់ផលិតភាពសេដ្ឋកិច្ចជាតិលើពីនេះលោកបានកត់សម្គាល់ថាពន្ធគយទាំងនេះនឹងបង្កផលប៉ះពាល់ដល់ប្រជាជនអាមេរិកផ្ទាល់ដោយធ្វើឲ្យអតិផរណាមានការកើនឡើងតម្លៃទំនិញខ្ពស់និងអំណាចទិញឬ purchasing power របស់ប្រជាជនអាមេរិកធ្លាក់ចុះដែលប៉ះពាល់ដល់កម្រិតជីវភាពរស់នៅរបស់ពួកគេសេតាវិទូ Jeffrey Sachs បានហៅវិធីសាស្ត្ររបស់ត្រាំថាជាការលេងជាមួយភ្លើងដោយព្រមានថាសង្គ្រាមពាណិជ្ជកម្មនេះអាចបង្កភាពច្របូកច្របល់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលបង្កើនថ្លៃដើមផលិតកម្មនិងរុញច្រានសម្ព័ន្ធមិត្តរបស់អាមេរិកឲ្យខិតជិតចិនកាន់តែខ្លាំងដែលអាចនាំទៅរកការផ្លាស់ប្ដូរតុល្យភាពអំណាចសេដ្ឋកិច្ចសកលសាស្ត្រាចារ្យរូបនេះបានសង្កត់ធ្ងន់ថាការប្រឆាំងចំពោះចិនពីសំណាក់អ្នកនយោបាយអាមេរិកតាមរយៈការដាក់ទណ្ឌកម្មពាណិជ្ជកម្មលើចិននោះមិនមែនជាដំណោះស្រាយដែលមានប្រសិទ្ធភាពនោះទេលោកជឿជាក់ថាសង្គ្រាមពាណិជ្ជកម្មនេះមិនត្រឹមតែបរាជ័យនៅក្នុងការសម្រេចគោលដៅប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងនឹងពន្លឿនការធ្លាក់ចុះនៃភាពជាអ្នកដឹកនាំសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាមេរិកដោយសារការបាត់បង់ទំនុកចិត្តពីដៃគូពាណិជ្ជកម្មនិងការធ្លាក់ចុះនៃការវិនិយោគអន្តរជាតិផ្ទុយទៅវិញលោកមើលឃើញថាចិនស្ថិតនៅក្នុងជំហរដ៏ល្អដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនិងការផ្លាស់ប្ដូរបច្ចេកវិទ្យានៅទូទាំងពិភពលោកតាមរយៈការបង្កើនការនាំចេញនិងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ The US political system hates China. Why? Because China's big and successful. And so that the US hates. It's a rival, it's a competitor. And so this is the one thing he left on. Now he's going to mess up everything with this too, because in a trade war between the US and China, China wins. យោងតាមទីភ្នាក់ងារសារព័ត៌មានចិនឈីនហួរកាលពីថ្ងៃទី17ខែមេសាបានឲ្យដឹងថាក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាប្រធានាធិបតីចិនលោកស៊ីជីនពីងបានអះអាងថាចិននឹងបើកទីផ្សារដ៏ធំរបស់ខ្លួនជូនកម្ពុជា
អនុញ្ញាតឲ្យកម្ពុជានាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ទៅលក់ទីផ្សារនៅប្រទេសចិនបើតាមទីភ្នាក់ងារព័ត៌មានចិនដដែលលោកស៊ីជីនពីងក៏បានអះអាងដែរថាចិននិងកម្ពុជានឹងចាត់វិធានការកាន់តែខ្លាំងក្លានិងមានប្រសិទ្ធភាពជាងមុនដើម្បីបង្ក្រាបយ៉ាងម៉ឺងម៉ាត់លើល្បែងស៊ីសងអនឡាញនិងការឆបោកបន្លំតាមទូរស័ព្ទបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចិននិងកម្ពុជាបានបដិញ្ញាយ៉ាងម៉ឺងម៉ាត់នៅក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់បើកចំហតម្លាភាពបរិយាបន្ននិងគ្មានការរើសអើងដើម្បីរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្តបន្ទាប់នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកក៏ដូចជាសេរីភាពវូបនីយកម្មពាណិជ្ជកម្មការវិនិយោគនិងការសម្របសម្រួលភាគីទាំងពីរបានឯកភាពបន្តផ្ដល់ទូនាទីដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ានចិននិងជំរុញយ៉ាងសកម្មឲ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ានចិន 3.0 ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាកាលពីថ្ងៃទី17ខែមេសាឆ្នាំ2025បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងកិច្ចសន្យាចំនួន5ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនដៃជោរួមជាមួយនឹងលោកវ៉ាងតុងស៊ូប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិនកិច្ចព្រមព្រៀងនិងកិច្ចសន្យាទាំង5ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនដៃជោមានដូចជាទី1កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលមានអាយដាមស៊ុនចន្ទថុលដោយទទួលបានសិទ្ធិប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាជាមួយអាយដាមអៀងស៊ុនលីតំណាងក្រុមហ៊ុនហ្វូណនដៃជោCoastal Inland Waterway 2. កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន 3. កិច្ចព្រមព្រៀងវិនិយោគ 4. កិច្ចសន្យាវិស្វកម្មលទ្ធកម្មនិងសំណង់និង 5. កិច្ចសន្យាប្រតិបត្តិការនិងការថែទាំអនុវត្តក្រមការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជាចិនគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនដៃជោនេះគឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្ទុយផ្ដើមខ្សែក្រវ៉ាត់និងផ្លូវក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលនឹងធ្វើឲ្យប្រសើរឡើងនៅការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជាចិននៅក្នុងយុគសម័យថ្មីហើយត្រូវបានរំពឹងទុកថានឹងចូលរួមជំរុញយ៉ាងខ្លាំងនៅវិស័យនានាដែលតាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាគម្រោងនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជានៅក្នុងវិស័យនាវាចរក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រផ្លូវទឹកមួយខ្សែនេះនឹងតភ្ជាប់ប្រព័ន្ធទន្លេមេគង្គនិងផ្លូវសមុទ្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំនិងបន្តរហូតដល់សមុទ្រខេត្តកែបដោយឆ្លងកាត់ខេត្តចំនួន4រួមមានខេត្តកណ្ដាលខេត្តតាកែវខេត្តកំពតនិងខេត្តកែបហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ទៅ 3000 តោនការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះរួមមានការងារស្ដារទន្លេការងារជីកប្រឡាយការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹកការសាងសង់ទំនប់ការពារច្រាំងទន្លេការសាងសង់ជម្រាលជើងទេនិងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរផ្សេងៗទៀតគម្រោងនេះនឹងបង្កើតបណ្ដាញផ្លូវទឹកក្នុងស្រុកមួយដែលមានសពជ្រុងជ្រោយព្រមទាំងចូលរួមបំពេញបន្ថែមនៅចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានៅពេលបច្ចុប្បន្ននិងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរនៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរគេរំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងនិងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួលរវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ខ្លួនលើសពីការដឹកជញ្ជូនគម្រោងនេះរួមបញ្ចូលការគ្រប់គ្រងធនធានទឹកប្រព័ន្ធធារាសាស្ត្រនិងកសិកម្មដែលមានចក្ខុវិស័យឆ្ពោះទៅមុខហើយត្រូវបានរំពឹងថានឹងបង្កើនផលិតភាពកសិកម្មតាមបណ្ដោយខ្សែផ្លូវទឹកមួយនេះបន្ថែមពីនេះវាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗនៅទូទាំងកម្ពុជាទៅកាន់តំបន់និងពិភពលោករួមជាអាចមានឧស្សាហកម្មកសិកម្មភស្តុភារកម្មនិងវិស័យកំពង់ផែគិតត្រឹមខែមេសាឆ្នាំ2025ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននៅការដោយប្រើប្រាស់ FMIS ជាផ្លូវការបានចំនួន301ការដ្ឋាននិងមានអ្នកប្រើប្រាស់សរុបចំនួន3683រូបព្រមទាំងមានចំនួនប្រតិបត្តិការសរុបក្នុង FMIS ចំនួន
648,995 ប្រតិបត្តិការដោយឡែកចំនួនអ្នកប្រើប្រាស់ FMS Portal ចំនួនទី1វិញមានការកើនឡើងរហូតដល់ទៅ 3,372 រូបគួររំលឹកជូនថាមានប្រសាសន៍នៅក្នុងពិធីប្រកាសដោយប្រើប្រាស់មុខងាររបស់ FMS និងអនុវត្តនីតិវិធីតាម FMS ទាំងស្រុងជាផ្លូវការនៅការដ្ឋានបន្ថែមឯកឧត្តមអគ្គមន្ត្រីសភាចាអូនពាន់មនីរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូររំលឹកថាបច្ចុប្បន្ន FMS មិនត្រឹមតែក្លាយជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធថវិកាកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងបាននឹងកំពុងជួយជំរុញការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុនិងជំរុញដល់ការធ្វើវិមជ្ឈការនៃការគ្រប់គ្រងនិងអនុវត្តថវិកាជូនដល់អង្គភាពថវិកាផ្ទាល់តាមរយៈការពង្រីកការដោយអនុវត្ត FMS ទៅដល់អង្គភាពថវិកាណាបផ្ទេសិទ្ធពេញលេញនិងរដ្ឋបាលថ្នាក់ក្រោមជាតិដែលផ្សារភ្ជាប់ជាមួយនឹងការដោយអនុវត្តនីតិវិធីតាម FMS ទាំងស្រុងជាជំហានដើម្បីមានលទ្ធភាពគ្រប់គ្រងចាត់ចែងនិងទទួលខុសត្រូវលើថវិការបស់ខ្លួនផ្ទាល់តាមរយៈការអនុវត្តនីតិវិធីទូទាត់កាន់តែងាយស្រួលរហ័សតាមបែប Digital និងសម្រួលដល់ការផ្តល់សេវាសាធារណៈរបស់អង្គភាពជំនាញនីមួយៗឲ្យបានកាន់តែមានគុណភាពនិងទាន់ពេលវេលាសូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលតែងតែតាមដានការផ្សាយកម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍ពីដើមរហូតដល់ចប់កម្មវិធីរបស់យើងនឹងលើកយកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចេកវិទ្យានិងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMS នៅកម្ពុជាជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតសូមអរគុណនិងសូមជម្រាបលា